សួស្តីគ្នាយើងឥឡូវនេះខ្ញុំមានវីដេអូថ្មីមួយទៀតយកមកចែកជូនអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះដែរយើងនឹងនិយាយទៅលើលំហាត់ត្រៀមបាក់ឌុបណាដោយសារតែឃើញថាគ្នាយើងជាច្រើនជិតដល់ពេលប្រឡងបាក់ឌុបហើយអញ្ចឹងក៏ឆ្លៀតធ្វើលំហាត់មួយចំនួនចែកគ្នាយើងមើលទាំងអស់គ្នាណាអូខេអញ្ចឹងនេះគឺជាលំហាត់មួយសម្រាប់យើងត្រៀមបាក់ឌុបអញ្ចឹងយើងមើលលំហាត់ទាំងអស់គ្នាគេថាប្រតិកម្មមួយតាំងដោយសមីការដូចខាងក្រោមនេះអញ្ចឹងនៅក្នុងប្រតិកម្មហ្នឹងគេមានសមីការយើងស្រេចយើងអត់ពិបាកទៀតទេណាយើងមានសមីគេមានសមីការយើងណាគេមានសមីការយើងអញ្ចឹងគេថាគេយក BA ដកនេះគឺជា អ៊ីយ៉ុងអីគេអញ្ចឹងអ៊ីយ៉ុងប្រូមទៅបូកជាមួយទឹកអុកស៊ីសែនបូកជាមួយនឹងអាស៊ីតប្រូមីត្រិកហើយយើងទទួលបានឧស្ម័នប្រូមអញ្ចឹងណាប៉ុន្តែក្នុងផាននេះគេដាក់ជាអាកើអូខេយើងទទួលបានប្រូមជាមួយនឹងទឹកអញ្ចឹងគេឲ្យយើងកណនាល្បឿនមធ្យមបំបត្តិអ៊ីយ៉ុងប្រូមបើកំហាប់អ៊ីយ៉ុងប្រូមរបស់យើងថយចុះ2គុណនឹង10សេគុណដក2ម៉ូលក្នុង1លីត្រនៅចន្លោះរយៈពេលt ស្មើ100 data t ស្មើ100វិនាទីអូខេអញ្ចឹងខគេឲ្យយើងកណនាល្បឿនមធ្យមបំបត្តិទឹកអុកស៊ីសែននៅចន្លោះពេលដូចគ្នាអញ្ចឹងលំហាត់នេះគេថាកំហាប់អ៊ីយ៉ុងប្រូមនេះកំហាប់អ៊ីយ៉ុងប្រូមនឹងថយចុះមិនអញ្ចឹងដែរអញ្ចឹងកាលណាដែលថយចុះបើយើងមើលទៅលើក្រាបយើងអាចឃើញថាម៉េចយើងអាចឃើញថាក្រាបយើងបើសិនជាក្រាបយើងបែបនេះអញ្ចឹងវានឹងចុះបែបនេះឃើញទេអញ្ចឹងបើសិនជាក្រាបយើងចេះណាអញ្ចឹងវានឹងចុះបែបនេះកំហាប់របស់វាណាតោះនេះនឹងចុះបែបនេះអូខេអញ្ចឹងអានេះគឺជាកំហាប់ខ្ញុំឧទាហរណ៍ថាជាពេចអានេះរយៈពេលអញ្ចឹងណាអូខេអញ្ចឹងយើងមកមើលរបៀបដោះស្រាយទាំងអស់គ្នាយើងមើលឃើញប៉ុណ្ណឹងយើងអាចជំនួសរូបមន្តចូលបានយើងអាចថាយើងគួរតែប្រើតាមរូបមន្តអីអញ្ចឹងណាយើងគួរតែប្រើតាមរូបមន្តអីណាអូខេតោះអញ្ចឹងយើងគួរតែប្រើតាមរូបមន្តអីគ្នាយើងគេថាកណនាល្បឿនមធ្យមបំបត្តិអ៊ីយ៉ុងប្រូមបើកំហាប់វាប៉ុណ្ណឹងហើយឲ្យ data តែមកស្រេចណាអញ្ចឹងយើងដាក់កមកកគណនាល្បឿនមធ្យមបំបត្តិល្បឿនមធ្យមបំបត្តិអ៊ីយ៉ុងប្រូមចា៎អ៊ីយ៉ុងប្រូមអញ្ចឹងណាអូខេអញ្ចឹងបើកំហាប់វាប៉ុណ្នេះគេឲ្យមកប៉ុណ្នេះវាថយចុះនៅចន្លោះពេលប៉ុណ្ណឹងអញ្ចឹងយើងអាចប្រើតាមរូបមន្តនៃគេអញ្ចឹងរូបមន្តដែលយើងគួរប្រើមានរូបមន្តនៃគេនេះតោះតាមរូបមន្តVM ស្មើគេនេះVM ស្មើឬក៏យើងដាក់ចេះមក VM នៃអីយើងរកអីអញ្ចឹងណាអ៊ីយ៉ុងប្រូមស្មើនៃ data តេរយៈពេលរបស់វានេះអញ្ចឹងស្មើជាមួយនឹងគេនេះយើងដកកុំភ្លេចដាក់សញ្ញាដកនេះ data កំហាប់របស់អីគេ BA ដកអញ្ចឹងកំហាប់ BA ដកនៅលើ data តេរអូខេដោយសារអីយើងប្រើហ្នឹងដោយសារអីនេះគេប្រាប់អីគេខ្លះគេប្រាប់កំហាប់ប្រាប់ data តេរមកគេថាថយចុះមិនអញ្ចឹង
អូខេអញ្ចឹងយើងដាក់ថាម៉េចទៀតដោយមិនចឹងហ៎ដោយកំហាប់ឬក៏យើងដាក់ថាបំប្រាប់ក៏បានដែរណាកំហាប់ bar ដកdata កំហាប់ bar ដកនេះ data អូខេ bar ដកស្មើប៉ុន្មានដកអញ្ចឹងហ៎ដកដោយសារអីបានយើងដាក់ហ៊ានដាក់ដកដោយសារតែវាថយចុះវាថយចុះណា2.0គុណនឹង10ស្វ័យគុណដក2ម៉ូលក្នុង1លីត្រដកក្នុង1លីត្រណាអញ្ចឹងអីគេទៀតយើងបំរាប់របស់យើងនឹង data តេ data តេស្មើប៉ុន្មាននេះយើងគេឲ្យមក100វិនាទីយើងអាចចំនួនចូលបានទេចេះដាក់ថានាំឲ្យល្បឿនអីគេល្បឿនអីគេល្បឿន VM អញ្ចឹងហ៎អញ្ចឹងយើងចំនួនចូលមក BR ដក data តេរបស់យើងនៅក្នុងរយៈពេលរបស់យើងហ្នឹងស្មើនឹងដកអីគេនេះយើង2.0ណាយ៉ា2.0 2.0គុណនឹង10ស្វ័យគុណដក2នៅលើគេ data តេរបស់យើងប៉ុន្មាននេះយើង100វិនាទីអញ្ចឹងយើងចែកមកយើងបានប៉ុន្មានយើងចែកមកយើងបានប៉ុន្មានចែកមកយើងបាន2ណាអានេះយើងអាច10ស្វ័យគុណដក10ស្វ័យគុណ2អញ្ចឹងហ៎អញ្ចឹង100នេះវាស្មើនឹង10ស្វ័យគុណ2ដល់ពេលយើង10ស្វ័យគុណ2យើងបោះឡើងទៅលើយើងមិនបាន10ស្វ័យគុណដក2ណាអូខេអញ្ចឹងយើងបាន2.0គុណនឹង10ស្វ័យគុណដក4ខ្នាតជាអីនេះយើងគេឲ្យមកម៉ូលក្នុង1លីត្រម៉ូលក្នុង1លីត្រក្នុង1វិនាទីអញ្ចឹងយើងដាក់ដូចនេះមកដូចនេះអីគេនេះយើងដូចនេះយើងចង់សរសេរជាអក្សរក៏បានដែរល្បឿនមធ្យមបំបត្តិណាល្បឿនមធ្យមបំបត្តិល្បឿនមធ្យមបំបត្តិអីគេនេះយើងល្បឿនមធ្យមបំបត្តិ BR ដកណាគឺប្រមាណចម្លើយរបស់យើងគឺប៉ុន្មាននេះយើង2.0 គឺនឹង10ស្វ័យគុណដក4ម៉ូលក្នុង1លីត្រក្នុង1វិនាទីអានេះជាចម្លើយចា៎ណានេះជាចម្លើយអញ្ចឹងធ្វើម៉េចទៀតនៅសល់សំណួរទីប៉ុន្មានទៀតនេះយើងខមិនអញ្ចឹងណានៅសល់ខគេឲ្យគណនាល្បឿនមធ្យមបំបត្តិតាក់អូសវិស័យអញ្ចឹងយើងដាក់ថាខមកខខគណនាល្បឿនមធ្យមបំបត្តិទឹកអុកស៊ីសែនអញ្ចឹងហ៎ទឹកអុកស៊ីសែនយើងអាចសរសេរគេ H2O O2 H2O2 អញ្ចឹងល្បឿនមធ្យមបំបត្តិយើងអាចប្រើតាមណាកើតនេះយើងមេរៀនណាមេរៀនមើលមេរៀនណា
អញ្ចឹងយើងអាចប្រើវាបានតាជាមួយសម័យកាលអញ្ចឹងហ៎អញ្ចឹងយើងសាកទៅមើលសម័យកាលឡើងវិញមកគេឲ្យសម័យកាលគេឲ្យសម័យកាលស្លាប់ម្ចាស់អញ្ចឹងយើងមកមើលសម័យកាលទាំងអស់គ្នាណាយើងមើលសម័យកាលទាំងអស់គ្នាអូខេតោះយើងមកមើលសម័យកាលទាំងអស់គ្នាអញ្ចឹង BR2 BR2 បើយើងsorry BR ដកបើយើងមានមេគុណ2ណាដល់ពេលនេះគេទឹកអុកស៊ីសែនរបស់យើងប្រហែលដែរមេគុណ11អញ្ចឹងហ៎អញ្ចឹងមិញហ្នឹងមិញយើងរកគេមិញហ៎មិញយើងរកគេនេះយើងមិនរកល្បឿនបំបត្តិមិនអញ្ចឹងហ៎ដល់ពេលនេះគេឲ្យយើងរកល្បឿនបំបត្តិទឹកអុកស៊ីសែនដូចគ្នាប៉ុន្តែគេបញ្ជាក់ថាម៉េចក្នុងរយៈពេលដូចគ្នាឬក៏ក្នុងចន្លោះពេលដូចគ្នាអញ្ចឹងយើងអាចប្រើទៅតាមសម័យកាលបាទណាតាមសម័យកាលអញ្ចឹងតាមរយៈសម័យកាលយើងបានគេម៉ូលេគុលនេះយើងអញ្ចឹងយើងបានគេមកគ្រូសរសេរនៅលើនេះឲ្យតិចអញ្ចឹងម៉ូលទឹកអុកស៊ីសែនមួយគុណបាន1អញ្ចឹងហ៎ស្មើនឹងអីគេម៉ូល BR ដកមួយគុណ2ហើយយ៉ាងហ៎អញ្ចឹងយើងរកអីគេយើងចង់បានទឹកអុកស៊ីសែនតើហ៎អញ្ចឹងយើងចង់បានទឹកអុកស៊ីសែនយើងបោះ1ម្នាក់មកអញ្ចឹងបានគេគុណ1អញ្ចឹង1គុណទៅដដែលដែរតើហ៎អូខេអញ្ចឹងយើងបានអីគេនេះឬក៏យើងអាចសរសេរតាមម៉េចអឺទឹកម៉ូលទឹកអុកស៊ីសែនហ្នឹងស្មើ1/2នៃម៉ូល BR ដកអញ្ចឹងក៏បានដែរតើណាអូខេតោះឥឡូវយើងទៅមើលភាសារបស់នេះអូខេមើលដំណោះស្រាយទាំងអស់គ្នាអញ្ចឹងយើងអាចប្រើបានទៅតាមសម័យកាលមិនអញ្ចឹងហ៎អូខេយើងដាក់ថាតាមសម័យកាលតាមសម័យកាលម៉ូលទឹកអុកស៊ីសែនមួយគុណប៉ុន្មាននេះមិញនេះយើងម៉ូលទឹកអុកស៊ីសែនមួយគុណ11ដែរហ៎អញ្ចឹងរូបទីដល់ទៅស្មើអីគេ1/2នៃម៉ូល BR ដកអញ្ចឹងហ៎អញ្ចឹងយើងអាចទាញសាក់មកមូលជាមួយល្បឿនបានទេប៉ុណ្ណឹងយើងអាចសាក់មូលជាមួយល្បឿនបានទេសាក់មកមូលជាមួយល្បឿនមកយើងបាននេះគេ VM ទឹកអុកស៊ីសែនរបស់យើងស្មើជាមួយនឹង1/2នៃល្បឿនឬក៏ VM BR ដកអញ្ចឹងល្បឿននៃ BR ដកនេះយើងមានទេមិញមានទេតើអញ្ចឹងយើងអាចជំនួសចូលបានតើគ្រូអញ្ចឹងគ្រូមិនបាច់សរសេរបញ្ជាក់ម្ដងទៀតណាថា BR ហ្នឹងយើងមានប្រមាណអូខេចម្លើយនៅខាងលើហើយតោះអញ្ចឹងគ្រូជំនួសចូលមកគឺបានអីគេចឹងយើងដឹងហើយថាក្នុងរយៈពេលដូចគ្នាអញ្ចឹងយើងប្រើទៅតាមសម័យកាលអញ្ចឹងយើងអាចជំនួសចូលបានណាមិនអញ្ចឹងហ៎អូខេអញ្ចឹងគ្រូជំនួសចូលមកបានអីគេ VM ទឹកអុកស៊ីសែនរបស់យើងស្មើ1/2អញ្ចឹងល្បឿនរបស់យើងមិញមានប៉ុន្មាន2ដែរ2.0 គុណនឹង10ស្វ័យគុណដក4អញ្ចឹងសម្រួលចោលឆ្វាច់អញ្ចឹងហ៎អញ្ចឹងគឺបានអីគេ1.0 គុណ10ស្វ័យគុណដកឬក៏អូខេអញ្ចឹងចាស់ដក4ຂະຫນາດជាអីតន្តាក់ហេតុទៅហ៎ម៉ូលក្នុង1លីត្រដក1sorry ម៉ូលក្នុង1លីត្រក្នុង1វិនាទីដែលគេឲ្យណាអូខេអញ្ចឹងយើងបានចម្លើយបាទណាតើណាហ្នឹងហើយគឺជាចម្លើយក្នុងសំណួរខអញ្ចឹងគ្នាយើងដាក់ដូចនេះខ្លួនឯងមកដូចនេះគេយើងចង់សរសេរជាអក្សរក៏បានសរសេរថាម៉េចល្បឿនមធ្យមបំបត្តិទឹកស៊ីសែននៅចន្លោះពេលដូចខាងលើឬក៏ដូចគ្នាគឺ1គុណ10សេគុណដក 1.0 គុណ10សេគុណដក4ម៉ូលក្នុង1លីត្រក្នុង1វិនាទីចឹងដែរតើណាអូខេអញ្ចឹងវីដេអូរបស់យើងគឺចប់ប៉ុណ្ណឹងយើងនឹងបន្តវីដេអូថ្មីលំហាត់ថ្មីនៅវីដេអូក្រោយអូខេបាយបាយ